សាលារៀន学校ដល់ម៉ោងចូលរៀនហើយអ្នកទាំងអស់គ្នាមកតម្រង់ជួរដើរចូលថ្នាក់រៀน上课时间到了大家来排队走进教室上课时间到了大家来排队走进教室ក្រោកឈរឡើងគោរពជំរាបសួរអ្នកគ្រូ起立敬礼老师好起立敬礼老师好សួស្តីអ្នកទាំងអស់គ្នាពួកយើងចាប់ផ្ដើមរៀនយកសៀវភៅចេញមកបើកជំពូកទី2你们好我们开始上课把课本拿出来打开第二单元你们好我们开始上课把课本拿出来打开第二单元សូមទោសអ្នកគ្រូខ្ញុំមកយឺតហើយ对不起老师我迟到了对不起老师我迟到了ហេតុអ្វីក៏មកយឺត为什么会迟到为什么会迟到ខ្ញុំក្រោកពីគេងយឺតពេកពីព្រោះយប់មិញគេងយប់ពេក我起床太晚了因为昨晚我很晚才睡觉我起床太晚了因为昨晚我很晚才睡觉កូនក្មេងត្រូវគេងពីព្រលប់ភ្ញាក់ពីព្រលឹមចាំណា小朋友要早睡早起记住哦小朋友要早睡早起记住哦បាទថ្ងៃក្រោយខ្ញុំឈប់គេងយប់ពេកទៀតហើយទើបខ្ញុំមិនមកយឺតទៀត是的以后我不再太晚睡了我才不会迟到是的以后我不再太晚睡了我才不会迟到ល្អណាស់ត្រឡប់ទៅកន្លែងចាប់ផ្ដើមរៀនចុះ很好回座位开始上课了很好回座位开始上课了អ្នកគ្រូខ្ញុំអាចយកសម្រាមទៅបោះចោលបានទេ老师我可以去丢垃圾吗老师我可以去丢垃圾吗បានប៉ុន្តែកុំភ្លេចលាងដៃចេញឲ្យសោះ可以但可别忘了洗手可以但可别忘了洗手អរគុណអ្នកគ្រូ谢谢老师谢谢老师អ្នកគ្រូតើខ្ញុំអាចទៅបន្ទប់ទឹកបានទេ老师我能去洗手间吗老师我能去洗手间吗បានប៉ុន្តែត្រូវឆាប់ទៅឆាប់មកវិញ可以但要快去快回可以但要快去快回បាន是ដល់ម៉ោងហើយអ្នកទាំងអស់គ្នាអាចចេញពីរៀនទៅផ្ទះបានហើយ到中了大家可以下课回家了
报钟了，大家可以下课回家了。ក្រោកឈរឡើងគោរពជម្រាបលាអ្នកគ្រូ起立敬礼老师再见起立敬礼老师再见លាហើយអ្នកទាំងអស់គ្នា大家再见大家再见